រៀងឡាន MPV ដែលមានកៅអីច្រើនជាមួយនឹង MPV ដែលមានកៅអីប៉និតហើសយកមួយណាអញ្ចឹងវីដេអូនេះគឺយើងនិយាយគ្នាតាក់ទងជាមួយនឹង Hyundai Staria ដែលជាពិសេសគឺមាន3 option យើងមាន Staria Lounge Premium ជាមួយនឹង Deluxe ក៏ប៉ុន្តែថ្ងៃនេះគឺយើងនិយាយតែ2 spec ទេគឺ Staria Lounge ដែលជា top spec ជាមួយនឹង Staria Deluxe ដែលនេះគឺជាប្រភេទមានកៅអីច្រើនសម្រាប់ប្រើជាលក្ខណៈគ្រួសារធំអញ្ចឹងអ្នកចង់បានកៅអីច្រើនមើលអានេះចង់បានកៅអីប៉និតមើលមួយនេះក៏ប៉ុន្តែវីដេអូថ្ងៃនេះគឺមិនមែនខុសគ្នាតែទៅលើកៅអីតែប៉ុណ្្នឹងទេ Staria ទាំងពីរ model នេះមានចំណុចខុសគ្នាជាច្រើនទៀតអញ្ចឹងយើងចាប់ផ្ដើមពីចំណុចដំបូងគេបំផុតទៅមុនដែលស្រួលមើលស្រួលចំណាំហ្នឹងគឺតាក់ទងជាមួយនឹងរូបរាងខាងក្រៅអូខេបងប្អូនទាំងគ្នាអញ្ចឹងបន្ទាប់ពីមើល highlight ប្រកាសជាបានឃើញថាខុសគ្នាកន្លែងណាខ្លះប៉ុន្តែតើឥឡូវខ្ញុំប្រាប់ពីចំណុចខុសគ្នាបន្ថែមទៀតដើម្បីឲ្យស្រួលយល់បើយើងមើលពីរូបរាងខាងក្រៅយើងឃើញថាប្រភេទ Staria Lounge នេះគឺមានមក highlight ប៉ាណាខាងមុខរបស់វានេះគឺ highlight អានេះគេហៅថាពណ៌ glossy black highlight ជាមួយនឹងពណ៌ទង់ដែងនៅសន្លាញ់ប៉ាណានេះជាមួយនឹង logo ហើយតាក់ទងជាមួយនឹងចំណុចដែលខុសគ្នាមួយទៀតយើងឃើញថា Staria Lounge នេះគឺកន្លែងចង្កៀងខាងមុខនេះដែរគឺវាប្រើមកជាមួយនឹងចង្កៀង LED 2ជួរមួយជួរនេះគឺមាន4អាហ្នឹងគឺជាចំណុចខុសគ្នាមួយដែរដែលយើងមើលទៅគឺយើងស្គាល់ថាអាហ្នឹងគឺជា Staria Lounge ដែលជា top spec ហើយបើសិនយើងងាកមកមើលប្រភេទ Staria Deluxe នេះវិញសំណាញ់ប៉ាណារបស់វានេះគឺពណ៌ធម្មតាដូចគ្នាជាមួយនឹងតួខ្លួនហើយតាក់ទងជាមួយនឹងចង្កៀងខាងមុខរបស់វានេះគឺប្រើមកជាមួយនឹងចង្កៀងសាមញ្ញមាន4គ្រាប់នៅខាងមុខនេះហើយអញ្ចឹងចំណុចខុសគ្នាគឺមានតែប៉ុណ្្នឹងទេហើយតាក់ទងជាមួយនឹង daytime running light នេះរៀង slim បែប futuristic អានេះ signature design របស់ Staria Lounge តាំងពីចេញថ្ងៃដំបូងមកដូចគ្នាអត់មានអីដែលខុសគ្នាទេទៅលើរូបរាងខាងក្រៅរបស់វាចំណុចខុសគ្នាមួយចំនួនជាងឃើញថាកញ្ចក់នេះក្តោបដូចគ្នាមែនប៉ុន្តែ Staria Lounge គឺវាមាន highlight ជាមួយនឹងពណ៌ទង់ដែងដូចប៉ាណាអញ្ចឹងយ៉ានកង់18អ៊ីងដូចគ្នាក៏ប៉ុន្តែខុសទៅលើ mode បើសិនយើងនិយាយពីផ្នែកចំហៀងវិញយើងឃើញថាដូចតែគ្នាទេទ្វាររបស់វានេះគឺប្រើប្រភេទទ្វារ slide auto យើងចុចតែប៊ូតុងមួយមកវាបើក auto ហើយទាំងពីរ spec ហ្នឹងដូចគ្នាទេអត់មានអីទៅខុសគ្នាទេអញ្ចឹងការប្រើប្រាស់គឺងាយស្រួលហើយបើមើលពីឃ្លុបខាងក្រោយរចនាប័ទ្មដូចគ្នាអានេះគឺ signature design របស់ Staria ហើយចង្កៀងខ្ពស់ប្រឈរហើយមានគ្រាប់តូចៗដូចគ្រាប់ពេជ្រអញ្ចឹងអីដែលខុសគ្នាហ្នឹងគឺតាក់ទងជាមួយនឹងឃ្លុបខាងក្រោយនេះសម្រាប់ប្រភេទ Staria Lounge វាមានប៊ូតុងចុចបើក auto អញ្ចឹងហើយគួរបញ្ជាក់មួយទៀតតាក់ទងជាមួយនឹងឃ្លុបក្រោយរបស់ Staria Lounge នេះកម្ពស់របស់វាគឺយើងអាចសេរីបានអញ្ចឹងយើងស្រឡាញ់កម្ពស់ប៉ុណ្ណាយើងអាចចុចសេរីកម្ពស់ប៉ុណ្ណឹងបាននៅខាងក្រៅយើងឃើញថាចំណុចខុសគ្នាគឺប៉ុណ្ណឹងក៏ប៉ុន្តែអីដែលខុសគ្នាធំហ្នឹងគឺតាក់ទងជាមួយនឹង interior នៅខាងក្នុងឥឡូវខ្ញុំនិយាយតាក់ទងជាមួយនឹង interior របស់ Staria Lounge នេះទៅមុនហើយចាំយើងចូលមកបញ្ជុំទៀតយើងនិយាយតាក់ទងជាមួយនឹង Staria Deluxe នេះវិញបងប្អូនទាំងគ្នាអញ្ចឹងនេះគឺជាផ្នែកខាងក្នុងរបស់ Hyundai Staria Lounge ដែលជាប្រភេទ top spec ហើយកៅអីនៅខាងក្នុងនេះដូចបានឃើញអញ្ចឹងគឺផ្ដោតទៅលើបណ្ឌិតភាពក៏ដូចជាផាសុកភាពសម្រាប់ប្រភេទ Lounge នេះដែរគឺគេផ្ដោតទៅលើកៅអីទលាយមានកន្លែងដាក់ជើងធំអញ្ចឹងកៅអីរបស់វាមានតែ3ជួរទេដែលស្មើនឹង7កៅអីហើយកៅអីជួរទី2នេះគឺជាកៅអីដែលសំខាន់ជាងគេ layout នៅក្នុងការ design គឺដូចប្រភេទកៅអីនៅលើយន្តហោះ business class អញ្ចឹងមុខងាររបស់វាហ្នឹងគឺមានច្រើនវាមានប៊ូតុង electronic វាមានមុខងារក្តៅត្រជាក់វាមានកន្លែងកជើងអញ្ចឹងកន្លែងកជើងនេះគឺយើងអាចលើកមកវាមានកន្លែងកជើងសម្រាប់បានអញ្ចឹងងាយស្រួលនៅក្នុងការប្រើប្រាស់ហើយមួយទៀតតាក់ទងជាមួយកៅអីនេះវាមានប៊ូតុងចុចអូតូពេលយើងចុចទៅឲ្យវាคล้ายទៅជាខែដេកដូចនៅលើយន្តហោះ business class ក៏បានដែរអានេះគឺជាចំណុចសំខាន់របស់ប្រភេទ Hyundai Staria Lounge ហើយដូចបងប្អូនទាំងគ្នាបានឃើញអញ្ចឹង material នៅខាងក្នុងអីដែលខុសគ្នាពី Staria Deluxe គឺតាក់ទងជាមួយនឹងប្រភេទស្បែកនេះគេហៅថាប្រភេទស្បែក Nappa leather អាចនិយាយបានថាស្បែកគុណភាពខ្ពស់ highlight ជាមួយនឹងដំបូលនៅខាងលើនេះគឺប្រភេទកាមញីប្រណិតបើឃើញនៅលើឡានស្ពតដូចពពួក Lambo ហ្នឹងគឺប្រើ mode ស្តៀងគ្នាអញ្ចឹងឯងចំណុចដែលគួរឲ្យកត់សម្គាល់មួយទៀតបងប្អូនទាំងអស់គ្នាទៅលើកញ្ចក់នៅសងខាងនេះនៅលើកៅអីជួរទី2នេះដែរកញ្ចក់របស់វាប្រភេទ privacy អញ្ចឹងអានេះប្រភេទកញ្ចក់រៀង dim រៀងល្ងឹតបន្តិចជួយកាត់បន្ថយពន្លឺហើយវាមាន rideau មួយជាន់ទៀតនេះអញ្ចឹង rideau នេះយើងអាចទាញតម្លាក់បានមួយវិញទៀតតើតើជាមួយនឹងប្រភេទ Staria Lounge នេះដែរដំបូងកញ្ចក់របស់វានេះគឺយើងអាចបើកមកដល់ខាងក្រោយបានណាបងប្អូនទាំងអស់គ្នាយើងអាចចុចបញ្ជាពីប៊ូតុងអូតូនៅខាងមុខនោះបានអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចូលចិត្តអារម្មណ៍បែបធម្មជាតិមានពន្លឺចូលក្នុងឡាននេះហើយប្រភេទ Staria Lounge នេះទៅគឺមានដំបូងកញ្ចក់នៅខាងលើចំណុចសំខាន់មួយទៀតសម្រាប់ប្រភេទ Staria Lounge នេះគឺទៅលើប្រព័ន្ធសំឡេងគឺប្រើមកជាមួយនឹង speaker brand Bose មានទាំងអស់12គ្រាប់ហើយដូចបងប្អូនទាំងគ្នាបានដឹងហើយថាប្រភេទ speaker Bose ជាទូទៅវាមាន subwoofer ជាមួយនឹងសលេង speaker ហ្នឹងធ្ងន់សម្រាប់អ្នកដែលគាត់ចូលចិត្តស្ដាប់បទចម្រៀងបែបបុកបាសងុំអីហ្នឹង
ប្រភេទ speaker box នេះគឺដឹងតែត្រូវហើយក្រៅពីហ្នឹងដែរតាក់ទងជាមួយនឹងរន្ធម៉ាស៊ីនត្រជាក់គឺមានរហូតដល់កៅអីជួរខាងក្រោយហើយទៅលើប៊ូតុងសម្រាប់ចុចបញ្ជាហ្នឹងគឺយើងអាចចុចបញ្ជាបាននៅខាងនេះនៅខាងស្ដាំមានកន្លែងចុចប៊ូតុងកំណត់សីតុណ្ហភាពដាច់ដោយឡែកហើយក៏មានប៊ូតុងសម្រាប់កំណត់កម្រិតកង្ហាសម្រាប់កៅអីជួរខាងក្រោយដែរអញ្ចឹងនេះគឺជាផ្នែកខាងមុខរបស់ Staria Lounge និយាយទៅគ្រប់ model ទាំងអស់របស់ Staria អីដែលជាចំណុចដូចគ្នាហ្នឹងគឺតាក់ទងជាមួយនឹងកញ្ចក់ខាងមុខនេះវាលាតធំទូលាយហើយកន្លែងដាក់ដៃនេះរៀងតម្លាក់មកក្រោមបន្តិចអញ្ចឹងធ្វើឲ្យការបើកបរហ្នឹងវាមើលឃើញឆ្វេងស្ដាំនឹងច្បាស់ហ្មងឧទាហរណ៍យើងបើកចិត្តខឿនផ្លូវអីចឹងណាមិនបាច់មើលកញ្ចក់ក៏យើងអាចមើលទៅឃើញខឿនផ្លូវនេះច្បាស់ហ្មងអានេះគឺជាចំណុចដែលខុសគេរវាង Staria Lounge ជាមួយនឹង Land MPV ផ្សេងហើយបើនិយាយពី spec របស់ Staria Lounge នៅខាងមុខនេះវិញយើងឃើញថាចំណុចសំខាន់របស់វាហ្នឹងគឺនៅកន្លែងនេះគេបានបន្ថែមភាពទំនើបមួយទៀតឲ្យ Staria Lounge គឺប្រើជាមួយនឹងប៊ូតុងអេឡិចត្រូនិកគេហៅថា e-shifter អានេះអារម្មណ៍របស់វាដូចឡានអគ្គិសនីចឹងពេលយើងទៅមុខទៅក្រោយយើងចុចប៊ូតុងនេះបានហើយតាក់ទងជាមួយនឹង e-shifter នេះដែរគឺវាគ្រប់គ្រងទៅលើប្រអប់លេខ8វគ្គអូតូអញ្ចឹងប្រអប់លេខនេះដែរគឺវាអាចបើកជាលក្ខណៈ manual បានអញ្ចឹងប្រើ pedal shift នៅលើដៃចង្កូតនេះដូចឡាន Sport បានដូចគ្នាចំណុចសំខាន់របស់ Staria Lounge យើងឃើញថានៅខាងមុខនេះដែរកៅអីទាំងសងខាងគឺជាប្រភេទកៅអីអេឡិចត្រូនិកហើយមិនត្រឹមតែកៅអីអេឡិចត្រូនិកទេកៅអីខាងនេះបើកបរនេះដែរមានមុខងារ lumbar support សម្រាប់សារ៉េកន្លែងឲ្យយើងកល់ខ្នងក៏ដូចជាកល់ចង្កេះបានទៀតហើយមួយទៀតតាក់ទងជាមួយនឹងកៅអីនេះដែរទាំងសងខាងនេះគឺមានមុខងារក្តៅត្រជាក់ដែលយើងអាចចុចប៊ូតុងសារ៉េនៅលើនេះបានទាំងសងខាងតែម្ដងនៅផ្នែកកណ្ដាលនេះដែរចំណុចសំខាន់របស់វាហ្នឹងគឺវាមាន driving mode ដែលយើងអាចដូរបាន3យើងមាន Eco Normal ជាមួយនឹង Sport មានមុខងារ Auto Hold អានេះគឺជួយអបប្រាំងនៅពេលយើងឈប់ stop មានកាមេរ៉ា360 degree ដែលភ្ជាប់មកជាមួយនឹងអេក្រង់កណ្ដាលនេះហើយចំណុចពិសេសរបស់ Staria Lounge គឺតាក់ទងជាមួយនឹងអេក្រង់នៅខាងមុខនេះគឺមិនមែនគ្រាន់តែជា counter digital ទេក៏ប៉ុន្តែវាមានមុខងារ electronic rear view monitor មានន័យថានៅពេលដែលយើងវាយសញ្ញោខាងស្ដាំគឺវាបង្ហាញទិដ្ឋភាពនៅខាងស្ដាំចូលទៅក្នុង counter digital ហ្នឹងមកវាយសញ្ញោឆ្វេងយើងមើលទិដ្ឋភាពនៅខាងឆ្វេងនេះបានអញ្ចឹងវាជំនួយបន្ថែមទៅលើកញ្ចក់ដែលយើងមើលសងខាងអានេះគឺជា unique feature មួយរបស់ Staria តាំងពីវាចេញអា model ថ្មីនេះមកដំបូងមកឥឡូវខ្ញុំនិយាយ highlight បន្តិចតាក់ទងជាមួយនឹង performance របស់ Staria យើងឃើញថាប្រភេទ Staria Lounge ជាមួយនឹង Staria Deluxe គឺប្រើជាមួយនឹងម៉ាស៊ីន 2.0 លីត្រប្រភេទម៉ាស៊ីន Mazut ជំនួយដោយ Turbo អញ្ចឹងវាផលិតកម្លាំងបាន177 PS ដូចគ្នាហត់ដោយប្រអប់លេខ8វគ្គអូតូដូចគ្នាអញ្ចឹងតាក់ទងជាមួយនឹងម៉ាស៊ីន Mazut នេះគឺជាប្រភេទម៉ាស៊ីនបន្សំចៃប្រេងឥន្ធនៈបើតាមការវាយតម្លៃចេញពីក្រុមហ៊ុន Hyundai មកគឺបញ្ជាក់ថាម៉ាស៊ីន 2.2 Turbo នេះដែរកម្រិតស៊ីសាំងរបស់វានៅលើផ្លូវលៀតគឺត្រឹមតែ6លីត្រជាងទេហើយបើសិនជាយើងគិតជាមធ្យមទៅលើការបើកបរទូទៅហ្មងគឺត្រឹមតែ 7.6 លីត្រនៅក្នុង100គីឡូម៉ែត្រតែប៉ុណ្ណោះហើយមួយទៀតតាក់ទងជាមួយនឹងប្រព័ន្ធ power កង់សម្រាប់ប្រភេទ Staria Lounge នេះគឺប្រើប្រព័ន្ធ power កង់ទាំង4 4WD យើងអាចចុចបិទបើកវាបាននៅកន្លែងនេះប៊ូតុងវាមាន 4WD lock នៅខាងមុខខ្ញុំនេះហើយបច្ចេកវិទ្យាពិសេសមួយទៀតរបស់ Staria Lounge នេះភ្ជាប់ជាមួយនឹង 4WD ហ្នឹងគឺមុខងារ H-Track H-Track នេះគឺជាមុខងារដែលបែងចែកកម្លាំងរមួលរវាងកង់មុខជាមួយនឹងកង់ក្រោយអូតូអញ្ចឹងយើងមើលនៅ monitor ខាងមុខនេះគឺយើងអាចដឹងបានថាតើកង់មុខបានកម្លាំងច្រើនជាងឬមួយក៏កង់ក្រោយបានកម្លាំងច្រើនជាងហើយមួយទៀតមុខងារ H-Track ហ្នឹងដែរវាក៏ជួយអបហ្វ្រាំងអូតូដែរនៅពេលដែលយើងបើកនៅលើផ្លូវកោងឬមួយក៏ផ្លូវកែកអញ្ចឹងហើយសម្រាប់ប្រភេទ Staria Lounge នេះគឺធ្វើមកផ្ដោតទៅលើផាសុខភាពនៅក្នុងការបើកបរច្រើនអញ្ចឹងអានេះគឺជាចំណុចពិសេសទៅលើប្រព័ន្ធគ្រប់គ្រងការបើកបររបស់ Staria Lounge ហើយបើសិនយើងធៀបជាមួយនឹងប្រភេទ Deluxe វិញយើងឃើញថាបើសិនដូចគ្នាមែនប៉ុន្តែប្រភេទ Deluxe ហ្នឹងគឺពវល់តែកង់2ទេ 2WD ហើយវាអត់មានមុខងារ H-Track ដោយប្រភេទ Staria Lounge នេះទេហើយចុងក្រោយហ្នឹងដែរគឺតាក់ទងជាមួយនឹងប្រព័ន្ធសុវត្ថិភាពមិនថាប្រភេទ Staria Lounge ឬមួយក៏ Staria Deluxe ទេអានេះគឺខ្ញុំនិយាយចូលគ្នាហើយហ្មងទៅប្រព័ន្ធសុវត្ថិភាពរបស់វាមានជា standard គឺមាន Smart Cruise Control ដែលយើងអាចចុចប៊ូតុងនៅលើដៃចង្កូតនេះបានអញ្ចឹងមុខងារមួយហ្នឹងគឺវាកំណត់ល្បឿនអូតូទៅតាមឡានខាងមុខហើយក៏ដំណើរការជាមួយនឹងមុខងារ Lane Keeping Assist ដែលជួយឲ្យឡានរបស់យើងហត់ចំកណ្ដាលកន្លងដែរហើយមួយទៀតគឺវាមានមុខងារជូនដំណឹងនៅពេលដែលមានឧបសគ្គនៅខាងមុខមានបល្លាញ Sport Monitor នៅសងខាងកញ្ចក់នេះនៅពេលដែលមានឡានផ្សេងគេវ៉ាចេញមកវាលោត Blind Spot ឲ្យយើងបានដឹងអញ្ចឹងតាក់ទងជាមួយនឹងប្រព័ន្ធសុវត្ថិភាពរបស់ Staria Lounge នេះឃើញថាមានមក full set របស់គេហើយប្រព័ន្ធសុវត្ថិភាពរបស់ Deluxe ហ្នឹងក៏មានប៉ុណ្ណឹងដូចគ្នាអញ្ចឹងអានេះគឺជាចំណុចសំខាន់របស់ Staria Lounge នៅផ្នែកខាងក្នុងឥឡូវយើងទៅមើលធូរៗតាក់ទងជាមួយនឹង Staria Deluxe អញ្ចឹងអានេះគឺជាផ្នែកខាងក្នុងរបស់ Staria Deluxe ដោយដែលបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងសម្រាប់ប្រភេទ Deluxe នេះដែរគឺផ្ដោតទៅលើកៅអីច្រើនសម្រាប់អ្នកដែលគាត់យកទៅប្រើជាលក្ខណៈដឹកគ្រួសារធំក្រុមហ៊ុនឬមួយក៏មានដឹកបុគ្គលិកអីអញ្ចឹងណាអញ្ចឹងតែជាមួយទៅគឺចំណេញអញ្ចឹងអាការដែលគាត់នៅខាងក្នុងនេះក៏វាស្រូបដោយស្បែកដែរគាត់ថាអានេះវាមិនបានប្រភេទស្បែកសុទ្ធនៅ Paliter ដូចប្រភេទ Staria Lounge ទេអានេះស្បែកដែរក៏ប៉ុន្តែគេហៅថា Artificial Leather វាប្រភេទគេហៅស្បែកសិប្បនិម្មិតដែរបងប្អូនទាំងអស់គ្នាហើយតាក់ទងជាមួយនឹង layout នៅខាងក្នុងនេះដូចបានឃើញអញ្ចឹងកៅអីរបស់វាមាន4ជួរកៅអីខាងមុខនេះមាន3កណ្ដាលនេះមាន3ហើយអាជួរទី3នោះមានកៅអី2អាជួរទី4នោះមានកៅអីចំនួន3ដែលសរុបទាំងអស់ស្មើនឹង11កៅអីហើយកន្លែងសេរីម៉ា
សិនជាដូចគ្នាជាមួយនឹង style real lounge ដែរគឺនៅខាងនេះយើងអាចកំណត់ទៅលើកម្រិតកង្ហាក៏ដូចជាសីតុណ្ហភាពកៅអីជួរខាងក្រោយនេះយើងសេរីកម្រិតសីតុណ្ហភាពបានហើយតែទៅជាមួយនឹងដបនៅខាងលើនេះដែរគឺដបបិទចិត្តវាអត់បាន panoramic ដូចប្រភេទ style real lounge បើសិនយើងនិយាយពីផ្នែកខាងមុខយើងឃើញថារចនាបថដូចគ្នាទេក៏ប៉ុន្តែខុសទៅលើ feature មួយចំនួនដូចជាក់ស្ដែងទៅចង្កឹះលេខសម្រាប់ប្រភេទ style deluxe នេះដែរគឺជាប្រភេទចង្កឹះលេខធម្មតាទេតែនេះចង្កឹះលេខដូចឡានទូទៅដែរហើយតាក់ទងជាមួយនឹងអេក្រង់ដូចគ្នាមានកាមេរ៉ា360 degree មើលមកជុំឡានដូចគ្នាទេ Counter digital នៅខាងមុខខ្ញុំនោះដែរទំហំ 10.25 inch ដូចគ្នាអញ្ចឹងអីដែលខុសគ្នាមកប្លុកកាប់ឡូនេះគឺទៅលើចង្កឹះលេខនេះហើយតាក់ទងជាមួយនឹងកៅអីសម្រាប់ប្រភេទ Staria Deluxe នេះដែរកៅអីខាងអ្នកបើកបរនេះគឺមានប៊ូតុង electronic យើងអាចសេរីទៅមុខទៅក្រោយលើកកម្ពស់វាឡើងចុះបានហើយកៅអីខាងអ្នកដំណើរនោះគឺជាប្រភេទកៅអីធម្មតាហើយក្រៅពីហ្នឹងតាក់ទងជាមួយនឹងប៊ូតុងគឺដូចគ្នាទាំងអស់យើងមានប៊ូតុងសម្រាប់សេរីទៅលើកៅអីក្តៅកៅអីត្រជាក់ driving mode auto hold មើលកាមេរ៉ា360 degree មាន wireless charge ដូចគ្នាមានហ៊ុនសាក USB A USB C ជាមួយនឹងដូចកតុយបរិយគឺដូចគ្នាទាំងអស់ហ្មងអញ្ចឹងចំណុចចុងក្រោយដែលត្រូវប្រៀបធៀបគ្នានឹងគឺតាក់ទងជាមួយនឹងតម្លៃសម្រាប់ Staria Lounge ដែលជាប្រភេទឡាន MPV ផ្ដោតលើបណ្ឌិតភាពក៏ដូចជាផាសុកភាពនៅក្នុងការបើកបរហ្នឹងតម្លៃរបស់វាគឺ $65,990 ចំណែកឯ Staria Deluxe ដែលជាប្រភេទឡាន MPV ផ្ដោតលើកៅអីច្រើនសម្រាប់អ្នកដែលគាត់ចង់ចំណេញដឹកគ្នាច្រើនណាតម្លៃរបស់វាហ្នឹងគឺត្រឹមតែ$52,990 ទេអញ្ចឹងតម្លៃយើងឃើញថាខុសគ្នាយ៉ាងច្រើនគួរសមដែរតើបងប្អូនទាំងអស់គ្នាសម្រាប់ចិត្តយកប្រភេទ spec ខ្ពស់ឬមួយក៏ប្រភេទដែលមានកៅអីច្រើនអាចដឹកគ្នាបានច្រើនហើយមួយណាអាហ្នឹងគឺជាជំរើសរបស់អ្នកទិញទេអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់ដឹងច្បាស់អាចមកមើលឡាននេះផ្ទាល់បានដើម្បីងាយស្រួលបែងចែករថយន្តមាននៅក្នុង showroom របស់ Hyundai Cambodia វីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេអរគុណជួបគ្នានៅក្នុងវីដេអូក្រោយទៀតជម្រាបលាបាយបាយ